ចាជំរាបសួរពុកម៉ែបងប្អូនចាវីដេអូនេះនឹងខ្ញុំសូមផ្ញើជូនបងប្អូនដែលគាត់ចូលចិត្តជួយគេហើយបងប្អូនដែលចូលចិត្តជួយគេនឹងខ្ញុំជម្រាបជូនថាបងប្អូនដែលចូលចិត្តជួយគេគាត់ពិតជាឆ្លងកាត់ពេលវេលាដូចខ្ញុំនិងបញ្ហាដូចខ្ញុំចានាងខ្ញុំគឺជាមនុស្សម្នាក់ដែលចូលចិត្តជួយគេហើយនាងខ្ញុំជួយគេពាក្យថាគេគឺជួយឲ្យទោះយើងមានបញ្ហាអីអូខេគឺវាចប់ងាយប៉ុន្តែបើថាយើងជួយអ្នកស្គាល់អ្នកស្និទ្ធស្នាលហើយគឺមានបញ្ហាអីគឺមួយជីវិតចឹងហើយនាងខ្ញុំសូមផ្ដាំបងប្អូនដែលគាត់ចូលចិត្តពាក្យថាជួយគេបងប្អូនបើសិនជាឈប់បានបងប្អូនគួរតែឈប់ហើយមិនមែនថាយើងជួយគេចង់បានផលប្រយោជន៍អីមកពីគេដល់ពេលគេមិនឲ្យផលប្រយោជន៍យើងមានអារម្មណ៍ចាក់ខឹងគេអត់ទេចាការជួយនាងខ្ញុំលើកឧទាហរណ៍មួយនៅស្រុកក្រៅគាត់ជាខ្មែរនៅស្រុកក្រៅខ្ញុំលើគេនិយាយតគ្នាហើយមានធ្វើជាវីដេអូចេញទៀតចាមានមីងម្នាក់គាត់បានប្តីនៅស្រុកក្រៅចាហើយគាត់ក៏ជួយយឹតយងក្មួយស្រីរបស់គាត់ឲ្យទៅរៀននៅស្រុកក្រៅខ្ញុំឃើញពីគ្រួសារណាជួយក្មួយគាត់ឲ្យទៅរៀននៅស្រុកក្រៅអាហ្នឹងគេហៅថាជួយយឹតយងបងប្អូនណាហ្នឹងសាច់ឈាមបកើតផងចាជួយយឹតយងបងប្អូនគាត់យកក្មួយគាត់ទៅมันបានប្រមាណក្មួយនឹងក៏លួចតាក់ទងប្តីគាត់ចាលួចតាក់ទងប្តីគាត់ហើយប្តីគាត់ក៏បានលែងលះគាត់ឃើញផ្ទាល់ភ្នែកគាត់ក៏ថាសុខចិត្តដើរចេញសុំលែងលះប្តីគាត់ក៏ទៅការជាមួយក្មួយអាហ្នឹងទី1តែបងប្អូនគាត់ថាគាត់ឈឺចាប់ប៉ុណ្ណាបងប្អូនគាត់ដឹងថាការឈឺចាប់របស់គាត់ឈឺចាប់ប៉ុន្តែយើងអត់ដឹងថាទំហំចិត្តរបស់គាត់ឈឺចាប់ប៉ុណ្ណាទេមនុស្សដែលគាត់ជួយសាច់ឈាមបកើតហើយយកប្តីគាត់ទៀតឈឺចាប់ហើយខ្មាស់គេទៀតវាថោកទាំងកិត្តិយសគេឈ្មោះមកពូជវងតកូលទៅទៀតប៉ុន្តែសួរថាឪពុកម្ដាយម្នាក់ស្រីហ្នឹងគេកាន់ជើងអ្នកណាគេកាន់ជើងកូនគេហើយដោយសារអីគេថាកូនគេប៉ុន្តែបើសម្រាប់ខ្ញុំមនុស្សធ្វើខុសមិនថាសាច់ឈាមចិត្តមិនថាសាច់ឈាមឆ្ងាយមនុស្សខុសគឺខ្ញុំអត់កាន់ជើងទេហើយឪពុកម្ដាយបែបហ្នឹងគឺបន្តខុសមកជីវិតអានេះគេថាកូនស្រីខូចទៅឪពុកកាងឪពុកម្ដាយកាងជំនួសកូនរបៀបថាគេថាពួកអាជើងកាងកន្លែងដែលថានិយាយឲ្យចំកាងកន្លែងសេចខូចដល់ពេលមួយទៀតជួយក្មួយស្រីដូចគ្នាអានេះខ្ញុំឮអ្នកនិយាយបងស្រីគាត់មកពីស្រុកក្រៅគាត់និយាយផ្ទាល់ជាប្រាប់ខ្ញុំចាយកក្មួយស្រីទៅនៅជាមួយដល់ពេលស្រឡាញ់ពូខ្លួនឯងតាក់ទងពូខ្លួនឯងចង់សម្លាប់មីងចោលធ្វើទឹកគ្រឿងឲ្យមីងហូបដាក់ថ្នាំប៉ុន្តែពេលហ្នឹងយើងក៏វាបែកគ្នាទៅខ្ញុំមិនបានសួរគាត់ថា